ពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះយើងវិលមកជួបគ្នាម្ដងទៀតហើយជាមួយនឹងមុខម្ហូបថ្មីចាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើជ្រក់ប៉េងប៉ោះចាហើយជ្រក់ប៉េងប៉ោះរបស់ខ្ញុំគ្រឿងផ្សំមានដូចជាប៉េងប៉ោះសណ្តែកបដោខ្ទឹមក្រហមខ្ទឹមសម្ទេសស្លឹកខ្ទឹមចាហើយនេះគឺអង្ករចាអង្ករនេះគឺខ្ញុំយកលីងធ្វើជាអង្ករលីងណាដើម្បីយកទៅជ្រក់ស្រូវថ្នទឹកត្រីស្ករសប៊ីចេងចាហើយជ្រក់ប៉េងប៉ោះខ្ញុំគឺញ៉ាំជាមួយនឹងត្រីដែងអាំងចានេះគឺត្រីដែងយើងល្អសើពងតើឥឡូវយើងទៅតាមដានវិធីធ្វើទាំងអស់គ្នាចាឥឡូវនេះត្រីអាំងត្រីដែងរបស់ខ្ញុំដាក់អាំងចាឥឡូវនេះគឺខ្ញុំលីងអង្ករលីងដើម្បីយកទៅជ្រក់ប៉េងប៉ោះឥឡូវយើងចាប់ផ្ដើមជ្រក់ប៉េងប៉ោះរបស់យើងហើយនេះគឺប៉េងប៉ោះខ្ញុំហាន់រួចហើយនេះខ្ញុំហាន់ជាចំណិតណាចាចំណែកនេះគឺខ្ទឹមក្រហមខ្ញុំហាន់វាជាសរសៃអញ្ចឹងនេះគឺខ្ទឹមសចាហើយនេះគឺសណ្តែកបដោរបស់យើងដែលយើងបានលាងវាទុកឲ្យស្រស់ទឹកហ្នឹងណាដាក់វាចូលមកចាបន្តមកទៀតយើងផ្សំគ្រឿងអានេះគឺម្សៅខ្នុរចាហើយអានេះគឺទឹកត្រីបន្តមកទៀតខ្ញុំដាក់ស្ករសចាហើយអានេះគឺប៊ីចេងចាហើយអានេះគឺអង្ករលីងយើងចាក់អង្ករលីងយើងចូលមកចាបន្តមកទៀតយើងច្បល់គ្រឿងក្រៅទាំងអស់ហ្នឹងឲ្យវាចូលជាតិជាមួយគ្នាតែយើងកុំច្បល់វាខ្លាំងពេកខ្លាចបាក់សណ្តែកអស់ចាបន្ទាប់ពីយើងច្បល់គ្រឿងក្រៅទាំងអស់ចូលគ្នាហើយខ្ញុំបន្ថែមជាមួយម្ទេសចាហើយនេះគឺស្លឹកខ្ទឹមយើងដាក់ចូលមកចាបងប្អូនសម្រាប់ជ្រក់ប៉េងប៉ោះមួយសណ្តែកបដោះរបស់ខ្ញុំគឺខ្ញុំអត់ប្រើជាក្រូចឆ្មាឬក៏ទឹកខ្មេះអីទេព្រោះអីប៉េងប៉ោះវាជូរហើយតែបងប្អូនចូលចិត្តជូរយើងអាចបន្ថែមជាមួយនឹងក្រូចឆ្មាបន្តិចក៏បានទឹកខ្មេះបន្តិចក៏បានចាប៉ុន្តែយើងភ្លក់មើលសិនព្រោះអីប៉េងប៉ោះវាជូរហើយចាព្រោះអីជ្រក់នេះក៏យើងមិនត្រូវការជូរខ្លាំងអីដែរតែបើសម្រាប់បងប្អូនចូលចិត្តយើងអាចបន្ថែមមួយក្រូចឆ្មាឬក៏ទឹកខ្មេះបន្តិចទៅចាហើយអានេះគ្រឿងក្រៅខ្ញុំផ្សំនេះក៏ខ្ញុំអត់ប្រើអំបិលដែរព្រោះអីប៉េងប៉ោះវាឆាប់ចាប់ប្រៃណាអញ្ចឹងខ្ញុំដាក់ប៉ុណ្្នឹងសិនហើយបើវាស្ទើរវាសាបវាអីយើងអាចបន្ថែមជាមួយនឹងអំបិលយើងហ្នឹងអំបិលម៉ត់បន្តិចទៅចាហើយប៉ុណ្្នឹងយើងអាចយកទៅញ៉ាំជាមួយត្រីដែងអាំងយើងបានហើយនេះរួចរាល់ហើយគ្រឿងផ្សំមានតែប៉ុណ្្នឹងទេចាឥឡូវជ្រក់ប៉េងប៉ោះជាមួយសណ្តែកបដោរបស់ខ្ញុំបានធ្វើរួចរាល់ហើយចាហើយត្រីដែងអាំងនេះក៏ឆ្អិនដែរចាឥឡូវយើងអាចយកទៅញ៉ាំបានហើយចាហើយជាទីបញ្ចប់នេះខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មី